ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកត់ត្រា credit note ពី supplier ដោយជាទូទៅគឺយើងប្រើនៅ supplier credit note នៅពេលដែលអ្នកគ្រប់គ្រងរបស់យើងគាត់ធ្វើការ discount ឲ្យយើងបន្ទាប់ពីគាត់ចេញ invoice រួចឬមួយទៀតគាត់អាចនឹងចេញ invoice ច្រឡំហើយលើសទឹកប្រាក់ដែលត្រូវបង់អញ្ចឹងបានជាយើងត្រូវធ្វើ credit note ហ្នឹងដើម្បីកាត់កងទឹកប្រាក់នោះចេញពី invoice ដោយនៅក្នុងការកត់ត្រាគឺយើងត្រូវចូលទៅក្នុងមុខងារ supplier បន្ទាប់មកចុចពាក្យ supplier credit note ហើយចុច new ជាដំបូងយើងត្រូវរើសនៅឈ្មោះអ្នកគ្រប់គ្រងរួចចុចសញ្ញាបូកនៅត្រង់នេះនឹងរើសនៅ account បើសិនជាគាត់ discount ឲ្យយើងអញ្ចឹងយើងអាចចាប់ account នឹងជា discount receive ឬក៏វាគឺជាទឹកប្រាក់ដែលច្រឡំអញ្ចឹងយើងអាចចាប់ account នឹងជា purchase return បានរួចដាក់នៅ amount ដែលត្រូវកាត់ហើយបើសិនជា invoice នឹងមាន VAT យើងអាចរើស VAT នៅកន្លែងនេះបន្តមកទៀតយើងថុចជាមួយនឹង invoice ដែលត្រូវកាត់រួចធ្វើការដាក់ជា description ដាក់ថ្ងៃខែនិងចុច save ជាការស្រេចហើយមួយវិញទៀតបើសិនជាយើងចង់ដឹងថាយើងកាត់ត្រូវឬមួយក៏ខុសយើងអាចត្រឡប់មកមើល invoice របស់យើងវិញអញ្ចឹងនេះគឺជា invoice ដែលយើងបានកាត់មុនហ្នឹងដែលបង្ហាញថា amount នៅលើ invoice គឺ$60ហើយ outstanding គឺជា amount ដែលនៅសល់សម្រាប់ឲ្យយើងធ្វើការបង់ប្រាក់ជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ